ពុតបរិស័ទញាតិញោមបងប្អូនកូនចៅកុំរៀនរំអួយចេះចោះមួម៉ៅក្តៅក្រហាយខឹងណានេះណានោះគេមិនឲ្យចេះគេមិនឲ្យចោះកុំរៀនរំអួយអញ្ចឹងណាយើងបានសុខយើងត្រូវសុខជាមួយផលបុណ្យរបស់យើងប៉ុណ្ណឹងសុខហើយអបាយភូមិមកទុកលំបាកក្រៃលែងណាមិនមែនបានមកអង្គុយសុខប្រហែលយើងទេហើយជីវិតយើងកើតមកនេះវាមានខ្លះផលបុណ្យទៅវាមានខ្លះវាជាអកុសលវិបាកជួនកាលផលបុណ្យវាឡើងដល់70-80ទៅវាធ្លាក់ចុះមក20-30តាំងរំអួយវាធ្វើបាបតែចិត្តខ្លួនឯងហ្នឹងឲ្យមួម៉ៅក្រៅក្រហាយខឹងស្អប់អ្នកដទៃពេលខ្លះអត់លៀបអត់យោពេលខ្លះគេស្ដីថានឹងទៀតពេលខ្លះមិនបាននេះមិនបាននោះអីតែយើងវាចិត្តតែចង់ទៅវាអត់បានដូចចង់ណាឥឡូវនេះសិតតែមានចំណងចង់ហើយប៉ុន្តែវាអត់បានណាហើយយើងត្រូវដឹងថាក្នុងโลกនេះអត់មាននរណាមួយដែលចិត្តតែបានអីដូចចិត្តចង់ទេមិនមែនត្រឹមតែយើងទេមហាសិទ្ធិក៏ដោយព្រះរាជាក៏ដោយទេវតាក៏ដោយអត់មានអង្គណាអ្នកណាដែលថាចិត្តតែបានអីដូចចិត្តគ្រប់មុខទេដូច្នេះមិនមែនតែយើងទេវានៅត្រង់ដែលយើងទទួលយកពធមកយើងព្រមមិនបានអីក៏មិនបានទៅវានៅណាហើយឈ្នះគេវានៅត្រង់នេះទេបើយើងចង់និយាយថាឈ្នះអ្នកអតីឈ្នះត្រង់ដែលថាមិនបានអីក៏មិនបានទៅយើងសពចិត្តអានេះតែឈ្នះមហាសិទ្ធិគាត់អត់បានគាត់កើតទុកផ្ទះផ្ទែងអានឹងចាញ់ហើយចាញ់យើងហើយយើងចង់និយាយថានរណាដែលបានសេចក្តីសុខជាងគឺជាអ្នកឈ្នះគេមិនមែនឈ្នះទៅបៀតបៀនគេទេណាព្រះអង្គសម្ដែងដោយអាកោថេអ្នកជានេកោធាំងអញ្ចឹងណាអ្នកដែលមិនក្រោតឈ្នះអ្នកដែលក្រោតណាអសាធំសាធុនេជីនេអ្នកដែលធ្វើល្អឈ្នះអ្នកដែលធ្វើមិនល្អព្រះពុទ្ធអង្គសម្ដែងពីរឿងឈ្នះហ្នឹងណាមិនឈ្នះទៅបៀតបៀនគេឈ្នះដើម្បីឲ្យយើងចេះសុខចិត្តហ្នឹងហើយតែដែលឈ្នះវានៅត្រង់ឯថាអ្នកណាបានសុខជាងអ្នកនឹងជាអ្នកឈ្នះហើយសុខវាត្រង់ឯងមិនត្រង់ឯថាយើងចង់បានអីមិនបានទេមិនបានទៅណែឈ្នះនៅកន្លែងហ្នឹងណាត្រង់ដែលថាយើងសុខចិត្តត្រង់មិនបានទេហើយទៅអ្វីដែលយើងបានយើងល្មមសន្តោសជាមួយផលបុណ្យណាព្រោះយើងអាចរស់នៅបាននេះមិនក៏យើងមិនសុខជាមួយនឹងរបស់ដែលយើងមាន